ចូល create យក form design តោះទៀតយើងយក text box គូបចំនួន 2 text box គូបចំនួន 2 text box ទី 1 យើងដាក់ថា n text box ទី 2 sum ស្មើនឹង1ស្មើគុណ n រូបនឹង 2 ស្មើគុណ n ដក 1 ដូបចុចដល់ n ស្មើគុណ 1 តោះទៀតយើងចុចទៅលើ text box ទី 1 n ហើយយើងយក property sheet យើងយក file name នេះដាក់ថា ttn ហើយត្រង់ text box មួយទៀតយើងដាក់ថា tt-sum ហើយ n នេះយើង format វាជា number ជា general number ហើយយើងយក event យើងយក log occur យើងចុចកូដវាលើហើយអូខេទៀតយើងប្រកាសអាញាតហើយវា n វា sum as long n ស្មើនឹង text box n យើងទូ while i តូចជាងឬស្មើ n click e មួយទៀត while i ស្មើជាងស្មើ n មានដាក់ sum ស្មើ sum រួមនឹង i ស្មើគុណ n រួម1 ដក i i ស្មើ i រួម1 loop sum ស្មើនឹង sum ទៀតយើងចុចលើ form view ហើយយើងបាយចូល 5 ចេញ 22 65 4 ចេញ 22